ពងឆ្ងល់ហាងមួយឆានេះលាក់ខ្លួនហើយបើសិច map ទៅនៅកណ្ដាលតួកកតែហួជាតិឆ្ងាញ់របស់គេណាគេញៀមមួយឆា Excel កន្លែងនេះទុកបានហាងគាត់តែបើកបាន5ខែទេហើយប្រហែលថ្ងៃនេះគឺភ្ញៀវទៅច្រើនមែនតើហាងហ្នឹងនៅលើផ្លូវជាមួយសាលាអន្តរទេវីទាំងអស់នេះជាពីស្តុបមុនអាំងមកត្រង់មកហើយងាកឆ្វេងទៅឃើញផ្លាកទូចមួយនេះអ៊ីឈូយ៉ានញ៉ដឹងហៅឈ្មោះគេត្រូវខុសហើយកុំប្រកាន់ហើយចុះម៉ូតូចតឡានហ្នឹងមកដើរចុះក្នុងទៅបើបាក់ហោះទាំងអស់នេះរ Nature Republic នេះគឺផ្លូវចូលជាប់ជាមួយនឹង Nature Republic ហ្នឹងបើទាំងអស់នេះជីលឿនអាចនឹងមើលផ្លាកនៅអត់ឃើញទេព្រោះវាទូចអញ្ចឹងគេថាលាក់ខ្លួនហ្នឹងប្រហែលជាត្រូវរបស់គេហើយព្រោះវានៅកលុកកលៀតដែរការចុះក្នុងហាងគាត់ធ្វើបានល្អទាំងអស់គ្នាមានអនាម័យមើលទៅសស្អាតភ្លឹងភ្លឹងហ្មងហើយខ្ញុំទៅតាំងពីចូលភ្លាមខ្ញុំអង្គុយយ៉ាងយូរដែរណាទាំងអស់គ្នាគឺភ្ញៀវចិញ្ចោលរហូតអត់ដាច់ទេហើយខ្ញុំឃើញបងស្រីគាត់នៅគោម្នាក់ឯងគឺគោអត់ដាច់ភ្ញៀវហ្មងអាចនឹងចុកដៃគាត់ដែរមើលទៅហើយការតាប់តែងក្នុងហាងគាត់ក៏ស្អាតដែរបែបខ្ជិលខ្ជួតបែបជប៉ុនអញ្ចឹងទៅហាងកាហ្វេខ្លះបានស្អាតប៉ុន្តែភេសជ្ជៈអត់ឆ្ងាញ់កន្លែងខ្លះភេសជ្ជៈឆ្ងាញ់ប៉ុន្តែអត់ស្អាតប៉ុន្តែនៅនេះខ្ញុំអាចទទួលយកបានភេសជ្ជៈមួយឆាគាត់គឺឆ្ងាញ់បងប្អូនទី1ពណ៌មួយឆាគាត់គឺបៃតងស្អាតល្អមែនតើហើយគាត់កូរបានម៉ត់ល្អទាំងអស់គ្នាអត់មានកាក់អត់មានអីទេហើយមានហ្វូមតិចនៅលើហ្នឹងបើក្លិនមួយឆាវិញក៏ឈ្ងុយល្អដែរទាំងអស់គ្នាខ្ញុំរហដងខ្ញុំផឹកមួយឆាស្ករសូនទេដោយសារមួយឆាពេលច្រើនខ្ញុំទៅហ្នឹងវាអត់សូវដិតប៉ុន្តែខ្ញុំទៅលើកនេះខ្ញុំដាក់ស្ករសូនទៀតដិតរបស់គេទាំងអស់គ្នានេះរបស់មែនតើគឺរៀងចតរសជាតិអ៊ូម៉ាមីនិយាយទៅមួយឆាគឺចត់មកបើតែគេចូលចិត្តមួយឆាយ៉ាងដិតទៅនឹងគឺដឹងទៅត្រូវមកកែវហ្នឹង4 នាទីកន្លះជាមួយនឹងអូតមីល